ក្រុមការងារថ្នាក់យុវជនកម្ពុជាថ្នាក់កណ្ដាលនាំយកអំណាចដល់ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតប្រគល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន3គ្រួសារនៅព្រឹកថ្ងៃទី15ខែកុម្ភៈឆ្នាំ2026វេលាម៉ោង 10:00 នាទីព្រឹងក្រុមការងារថ្នាក់យុវជនកម្ពុជាថ្នាក់កណ្ដាលដឹកនាំដោយលោកម៉ៅផល្លាទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសហការជាមួយអាដាមនឿងជុំលោកយិនវឌ្ឍនាលោកសេងសុចរិនលោកស្រីច័ន្ទស្រីមុំលោកសេងសច្ចាអនុប្រធានថ្នាក់កណ្ដាលលោកទួនទិនប្រធានជំនួយការលោកម៉ៅផល្លាក៏ជាប្រធានសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលផងដែរបានសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីនាំយកអំណាចដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតតាមរយៈអាដាមផេងគឹមស្រុនប្រគល់ជូនពលរដ្ឋមានជីវភាពខ្វះខាតចំនួន3គ្រួសារស្ថិតនៅ3ឃុំក្នុងស្រុកត្រាំកក់ខេត្តតាកែវសមាជិកចូលរួមមានដូចខាងក្រោម1លោកសឹមស៊ីណាប្រធានបច្ចេកទេស2លោកស្រីគៀងវិឆេងលេខាថ្នាក់កណ្ដាល3លោកសួងសម្បត្តិជំនួយការ4លោកកេតសម្បូរប្រធានស្រុកត្រាំកក់5លោកម៉ាក់គឹមហួយអនុប្រធានស្រុកត្រាំកក់6លោកសាក់ពៅអនុប្រធានស្រុកត្រាំកក់7លោកផាន់វិញសមាជិកស្រុកត្រាំកក់8លោកប៊ុនសុភ័ណ្ឌសមាជិកស្រុកត្រាំកក់គ្រួសារខ្វះខាតមានចំនួន3មានដូចខាងក្រោមទី1ឈ្មោះនូអេងភេទស្រីអាយុ61ឆ្នាំមានកូន2នាក់នៅភូមិតាទឹមឃុំជាងតងទី2ឈ្មោះកាគាភេទស្រីអាយុ69ឆ្នាំមានកូន5នាក់នៅភូមិត្រពាំងឈូកឃុំត្រពាំងធំខាងត្បូងទី3ឈ្មោះសាន់ទូចភេទស្រីអាយុ46ឆ្នាំសមាជិក15នាក់នៅភូមិត្រពាំងស្គៀឃុំត្រពាំងក្រញូងសម្ភារៈទទួលបានស្មើគ្នារួមមានអង្ករ3បាវទឹកសុទ្ធ3កេសមីខ្លះឃ្មុំ3កេសទឹកត្រី3យួរទឹកស៊ីអ៊ីវ3យួរថវិកាចំនួន 150,000 រៀលលោកប្រធានម៉ៅផល្លាតំណាងឲ្យអាដាមលោកជំទាវលោកស្រីជាថ្នាក់ដឹកនាំថ្នាក់កណ្ដាលនិងសមាជិកាគ្រប់ជាន់ថ្នាក់ទាំងអស់បានស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុតជូនចំពោះវត្តមានរបស់អាដាមលោកជំទាវលោកស្រីជាថ្នាក់ដឹកនាំមកពីថ្នាក់កណ្ដាលនិងមកពីសម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលពិសេសថ្នាក់ដឹកនាំថ្នាក់យុវជនកម្ពុជាប្រចាំអនុសាខាស្រុកត្រាំកក់គ្រប់ជាន់ថ្នាក់ផងដែររួមទាំងអាជ្ញាធរមូលដ្ឋានលោកប្រធានក៏បានបន្តទៀតថាលោកពិតជាមានអារម្មណ៍រីករាយយ៉ាងក្រៃលែងនិងមោទនភាពសម្រាប់កិច្ចសហការគ្នាជាមួយក្រុមការងារថ្នាក់យុវជនកម្ពុជាអនុសាខាស្រុកត្រាំកក់ក៏ដូចជាអាជ្ញាធរភូមិឃុំស្រុកខណ្ឌកន្លែងដទៃទៀតដែលបានធ្វើសកម្មភាពរយៈកាលកន្លងមកនិងបានចូលរួមអនុវត្តយ៉ាងសកម្មជាមួយសមាជិកក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំងកិច្ចការងារកសាងសមាជិកនិងសង្គមជាដើមលោកប្រធានម៉ៅផល្លាក៏បានពំនាំនៅពាក្យពេចន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខដល់ខ្ពង់ខ្ពស់និងនឹករលឹកពីសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតជូនដល់បងប្អូននិងអាជ្ញាធរមូលដ្ឋាននាពេលនោះផងដែរលោកប្រធានម៉ៅផល្លាបានបន្តទៀតថាយុវជនត្រូវខិតខំបន្តបេសកកម្មរបស់យើងឲ្យបានល្អប្រសើរនិងចូលរួមសាមគ្គីគ្នាពីស្រុកមួយទៅស្រុកមួយពិសេសអនុវត្តតាមទូនីតិរបស់ខ្លួននីមួយៗដែលថ្នាក់លើប្រគល់ជូនលោកក៏បានលើកទឹកចិត្តអំពីការងារស្នូលត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវនិងបន្តព្យាយាមពន្យល់ដល់សមាជិកក្រមអាវ៉ាតត្រូវខិតខំប្រឹងប្រែងចូលរួមធ្វើអំពើល្អដល់បងប្អូនប្រជាពលរដ្ឋដែលជួបជីវភាពខ្វះខាតត្រូវយកចិត្តទុកដាក់ជាប្រចាំលើសពីនេះលោកក៏បានផ្ដាំផ្ញើឲ្យសាមគ្គីគ្នាគៀកស្មារគ្នាដើម្បីឲ្យបេសកកម្មរបស់យើងទាំងនៅមូលដ្ឋានក៏ដូចជាបណ្ដារាជធានីខេត្តផ្សេងៗទៀតធ្វើយ៉ាងណាក៏ដោយត្រូវថែរក្សាការពារសុខសន្តិភាពឲ្យបានដាច់ខាតទោះជាក្នុងតម្លៃណាក៏ដោយដែលមានសម្ដេចតេជោធិបតីដឹកនាំប្រទេសជាតិនាបច្ចុប្បន្នលោកប្រធានតំណាងឲ្យក្រុមការងារថ្នាក់យុវជនកម្ពុជាទូទាំងរាជធានីខេត្តបានប្រកាសយ៉ាងពេញទំហឹងគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោធិបតីដោយឥតងាករេទោះក្នុងតម្លៃណាក៏ដោយ
ដោយឡែកអាជ្ញាធរទាំង3ឃុំក្នុងស្រុកត្រាំកក់ក៏បានគោរពថ្លែងអំណរគុណដល់ក្រុមការងារថ្នាក់យុវជនកម្ពុជាដែលដឹកនាំដោយលោកម៉ៅផល្លាមកដល់មូលដ្ឋានរបស់លោកផ្ទាល់និងបាននាំមកនៅអំណោយដ៏ថ្លៃថ្លារបស់សម្ដេចធិបតីនិងលោកជំទាវបណ្ឌិតមកប្រគល់ជូនគ្រួសារខ្វះខាតចំនួន3គ្រួសារទាំងកន្លងមកក៏ដូចជានាពេលនេះផងដែរចុងបញ្ចប់លោកប្រធានម៉ៅផល្លាសូមគោរពដល់ខ្ពង់ខ្ពស់ជូនពរសម្ដេចធិបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតព្រមទាំងបុត្រាបុត្រីមានសុខភាពល្អបរិបូរណ៍កម្លាំងពលំមាំមួនប្រាជ្ញាភ្លឺថ្លាជនមីយុយឺនយូរនិងពុទ្ធពរទាំងឡាយ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ